ស្របតន្ត្រីចម្រៀងសម័យថ្នាក់ជាតិឆ្នាំ2015សូមស្វាគមន៍ក្រុមតន្ត្រីកុលាបសមកពីរាជធានីភ្នំពេញស្វាគមន៍ក្រុមតន្ត្រីកុលាបសមកពីរាជធានីភ្នំពេញจะបង្ហាញជូនផងដែរថាក្រុមតន្ត្រីកុលាបសមកពីរាជធានីភ្នំពេញមានបទចម្រៀងចំនួន2បទដែលបទទី1មានចំណងជើងថាភពស្នេហ៍អវសាននិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកគ្រូស្វាយសសម្រួលតន្ត្រីដោយលោកញ៉ែមសារ៉េតបកស្រាយដោយលោកញិតសេរីចំណែកឯបទចម្រៀងទី2បទទី2មានចំណងជើងថារំនៅពេលទំនេរនិពន្ធបទភ្លេងនិងទំនុកច្រៀងដោយលោកស្វាយសសម្រួលតន្ត្រីដោយលោកយ៉ែមសារ៉េតច្រៀងដោយលោកញិតសារីនិងកញ្ញាច័ន្ទចរិយាដូច្នេះសូមអញ្ជើញស្ដាប់និងទស្សនាក្នុងកម្មវិធីដូចតទៅហូបដែលធំធេងវែងដាច់សងវាយសើវោះមិនបាននឹកស្មានមិនយល់ងងឹតវល់វល់បានពលទាំងប្រានធម្មជាតិបងកានៅទំព័រចាស់ឲ្យមនុស្សយល់ច្បាស់មនុស្សរស់ក្នុងទ្វីបត្រូវមានអាជីពមិននៅទាំងស្មានាំឲ្យតែប្រានសោកសៅអំពលរស់នៅចេះឆ្ងល់ចេះពិចារណានោះទៅសង្ខាសុខសានអើយសប្បាយហើយព្រោះយើងរស់ដោយវិជ្ជាសប្បាយហើយវិជ្ជានាំឲ្យកាលកាសប្បាយមែនសប្បាយមែនហើយយើងទាំងទ្វេក៏មិនទុំនេសានស្នេហ៍អមតៈឬច្បាស់ពិតណាស់ព្រោះយើងខំថាមិនមែនកែប្រែសាវ៉ាដោះដៃស្នេហ៍យើងសពថ្ងៃស្នេហ៍លួងអើវសាហូបដែលធំធេងវែងដាច់សងវាយស្ទើរវោះមិនបាននឹកស្មានមិនយល់ងងឹតវល់វល់បានពលទាំងប្រានធម្មជាតិបងកើតនៅទំព័រចាស់ឲ្យមនុស្សយល់ច្បាស់មនុស្សរស់ក្នុងទ្វីបត្រូវមានអាជីពមិននៅទាំងស្មាននាំឲ្យតែប្រានសោកសៅអំពលរស់នៅចេះឆ្ងល់ចេះពិចារណានោះទៅសង្ខាសុខសាន្តអើយសប្បាយហើយព្រោះយើងរស់ដោយវិជ្ជាសប្បាយហើយវិជ្ជានាំឲ្យថាថាសប្បាយមែនសប្បាយមែនហើយយើងទាំងទ្វេក៏មិនពុំនេសានស្នេហ៍អមតៈឬច្បាស់ពិតណាស់ព្រោះយើងខំថាមិនមែនកែប្រែសាវ៉ាដោះដៃស្នេហ៍យើងសពថ្ងៃស្នេហ៍លួងអើវសា
នេះមានទ្វីទីនេះមានរកទីនេះមានទ្វីរករករទ្វីទ្វីទ្វីរកទ្វីស្រកទ្វីស្រកទ្វីយើងរំលេងនៅពេលទំនេរយើងរំលេងជួបជុំនឹងគេយើងរំលេងដូចពុំហាត់ប្រាហាត់កុនខានកំឡាក់មកមួនរកទ្វីសរកទ្វីសរករករករដំឡៃច្បាប់ផ្លូវប្របីនៃយើងគ្រប់គ្នាគ្រោះថ្នាក់ចរាចរណ៍ជាប់ចំណាត់ថ្នាក់ទី1តែគួរឲ្យព្រួយព្រោះមានថ្នាំញៀនឆ្លៀតចូលបំពេញដល់ជនគ្រប់កាលចោលឲ្យអស់ទៅទីនេះមានរកទីនេះមានទ្វីទីនេះមានរកទីនេះមានទ្វីរករទ្វីទ្វីទ្វីរកទ្វីស្រកទ្វីស្រកទ្វីរកអរគុណដល់បេក្ខជនផ្នែកគណរីក្រមតន្ត្រីកុលាបសអនុញ្ញាតផ្ដល់វត្តមាននៅផ្នែកខាងមុខក៏សូមអញ្ជើញលោកដែលជាប្រធានក្រុមអញ្ជើញផ្ដល់វត្តមានផងដែរសូមអញ្ជើញជាបន្តទៀតកម្មវិធីរបស់យើងក៏សូមគោរពអញ្ជើញវត្តមានឯកឧត្តមខឹមរតទីប្រឹក្សាក្រសួងព័ត៌មានចាដែលសូមឯកឧត្តមអញ្ជើញផ្ដល់កិត្តិយសផ្ដល់នៅបាច់ផ្កាជូនទៅដល់ក្រុមតន្ត្រីកុលាបសមកពីរាជធានីភ្នំពេញផងដែរចាជាមួយគ្នានេះផងដែរក៏មានថវិកាផ្ទាល់ឧបត្ថម្ភពីឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវរួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ពីអាជ្ញាធរជាតិនិងវិទ្យុចំនួន1គ្រឿងផងដែរនៅក្នុងនោះផងដែរយើងក៏សូមជំរាបជូនដល់ក្រុមតន្ត្រីទាំង5ដែលបានជាប់ប្រកួតបាទដែលបានជាប់ក្នុងការប្រកួតនៅក្នុងកម្មវិធីរបស់យើងបានត្រៀមបាទសូមអបអរសាទរអរគុណសូមអនុញ្ញាតសម្រាប់បន្តិចសិន